ត្ថន័យនិងសិរីមង្គលនៃអ្នកដឹកដៃកូនកំលោះនិងកូនក្រមុំក្នុងពិធីអាពាហ៍ពិពាហ៍នៅក្នុងប្រពៃណីនៃអាពាហ៍ពិពាហ៍របស់ខ្មែរនៅពេលដែលប្រារព្ធកិច្ចពិធីនីមួយៗយើងតែងតែសង្កេតឃើញមានស្ត្រីម្នាក់ត្រូវដឹកដៃកូនកំលោះនិងស្ត្រីម្នាក់ទៀតដឹកដៃកូនក្រមុំចូលកន្លែងពិធីមូលហេតុតម្រូវឲ្យមានអ្នកដឹកដៃព្រោះកាលពីជំនាន់មុនកូនកំលោះនិងកូនក្រមុំមិនសូវស្គាល់គ្នាជិតស្និទ្ធហើយនៅមានភាពអៀនខ្មាស់នឹងគ្នាណាស់ដូច្នេះទើបចាស់បុរាណតម្រូវឲ្យមានស្ត្រីម្នាក់ដែលជាចាស់ទុំចិត្តគំនិតមកជួយដឹកដៃនាំមុខហើយមានមូលហេតុចម្បងមួយទៀតគឺដើម្បីជាការលើករាសីទាញគូស្វាមីភរិយាថ្មីឲ្យឆាប់រកទទួលទានមានបានជានំអាកោឡើងតាមមេនៃស្ត្រីដឹកដៃខ្មែរយើងតែងតែប្រកាន់ខ្ជាប់នៅការរៀបចំតម្រូវតាមទម្រង់ប្រពៃណីខ្មែរយើងទាំងទីតាំងទាំងទីគ្រាប់ពិសេសនោះសម្រាប់คนប្រណិតទាំងនេះដើម្បីបង្ហាញអំពីសោភ័ណភាពប្រណិតភាពនិងជនភាពនៃការទទួលស្វាគមន៍